phliêng phliếm đọ phliếmมั้งnhá ស្វាគមន៍បងប្អូនមកកាន់វីដេអូថ្មីរបស់ខ្ញុំសម្រាប់វីដេអូនេះគឺខ្ញុំនឹងថតទស្សនភាពនៅខាងភូមិបរក្នុងដើម្បីឲ្យបងប្អូនបានទេសនាសម្រាប់ភូមិនេះគឺស្ថិតនៅខាងស្រុកដងតុងខេត្តកំពតបងប្អូនដែលជាខេត្តមួយនៅភាគខាងត្បូងក៏ដូចជារៀងបើគិតទៅគឺខាងត្បូងជាប់ជាមួយនឹងព្រំប្រទល់ប្រទេសវៀតណាមសម្រាប់នៅខាងភូមិនេះពីមុនមកគឺអត់សូវមានផ្ទះទេទៅតែដូចថាគេធ្វើអាផ្លូវកស៊ូនឹងហើយមកចាប់ផ្ដើមមានផ្ទះរៀងច្រើននៅគីផ្លូវបើពីមុនវិញផ្លូវហ្នឹងគឺពិបាកខ្លាំងដែលពេលខ្លះអាចជាប់ទៀតពេលដែលយើងជិះម៉ូតូឬក៏ជិះឡានគឺពិបាកសម្រាប់ផ្លូវហ្នឹងតែចាប់ថាពីពេលដែលគេធ្វើផ្លូវកស៊ូនេះមកចាប់ដើមមានមនុស្សរស់នៅក្បែរហ្នឹងច្រើនហើយសម្រាប់មុខរបរបងប្អូនជើងនៅខាងនេះវិញភាគច្រើនគឺគាត់ដូចថាជាអ្នកស្រែចម្ការហើយបងប្អូនខ្លះក៏ជាមន្ត្រីរាជការជាគ្រូបរិញ្ញាបត្រក៏ដូចជាកម្មករគឺជាអ្នកដូចថារកស៊ីអញ្ចឹងគឺវាមានច្រើនទម្រង់ក៏ដូចជាច្រើនបែបហើយសម្រាប់ខាងដូចថាផ្លូវនេះក៏មានជាផ្លូវលក្ខណៈលំច្រើនដែរបងប្អូនហើយរៀងល្អបន្តិចទេសម្រាប់ផ្លូវនេះអីជិះស្រួលអីអាចនឹងដួលអស់ជង្គង់ហ្នឹងមើលអូឡើងនេះហ្មងជិះបើយើងមិនប្រយ័ត្នអីដឹងប្រហែលអើយព្រោះសម្រាប់ខែភ្លៀងនេះគឺវារៀងនេះដែរស្អិតហើយក៏រអិលដែរសម្រាប់ផ្លូវនេះហើយសម្រាប់ផ្លូវតូចនេះក៏មានផ្ទះបងប្អូនយើងច្រើនដែរសម្រាប់នៅខាងនេះច្រើនសម្រាប់នៅខាងនេះហើយសម្រាប់ខែនេះវារៀងនេះបន្តិចហើយដោយសារតែដូចថាភ្លៀងយកមិញរៀងច្រើនហើយម្ដងនេះវាជំនាញផ្លូវពីរអូខេឥឡូវខ្ញុំនឹងទៅតាមផ្លូវនេះមកទៅតាមផ្លូវអូខេខុសហើយផ្លូវនេះផ្លូវចូលផ្ទះទេអញ្ចឹងតែយើងទៅផ្លូវហ្នឹងអីគឺប្រហែលមកវិញតតែយើងត្រូវទៅតាមផ្លូវនេះវិញមកទៅតាមអាផ្លូវទៅត្រង់មិញណាផ្លូវមិនសូវធំតែយើងអាចជិះបានហើយណាមួយវាដូចថាមិនសូវគ្រោះថ្នាក់ទៀតតាមផ្លូវតូចអញ្ចឹងអត់មានឡានអត់មានអីទេហើយអ្នកជិះក៏ត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាដែរទាំងអ្នកទៅអ្នកមកបើនិយាយពីផ្ទះបងប្អូនយើងគឺធំសម្រាប់នៅខាងនេះគាត់មកពីព្រោះស្រូវពួកអីចាប់ផ្ដើមលាក់ភ្លៀងគាត់ចាប់ដើមព្រោះស្រូវតែបងប្អូនយើងនៅនេះគឺច្រើនតែខ្លះក៏មានល្មងតែខ្លះក៏អត់ល្មងដែរបងប្អូនសម្រាប់នៅខាងនេះបើសិនជាជិះយប់អីរៀងងឹតបន្តិចហ្នឹងសម្រាប់ផ្លូវមួយនេះដោយសារផ្លូវវាទំហំតូចល្មមហើយមានកន្លែងខ្លះក៏មានដើមឈើមានអីចឹងទៅសម្រាប់នៅខាងនេះវិញគឺដូចថា
tơ tại plieng thì cả khai muốn mà khai việc khác plieng pi đo ngày này đọc về chân tới ọt miền tật thì tại còn mà ngay được chụp pi ngày nắng chăm bắt đầu plieng pi chụp ở muộn pi chụp plieng khoáng chấn đọc về lại khác cái chăm đào miền tật chăm đào miền tật đại một bốn dân khác sau đấy là ngọt trọ rồi từ tại một liếng ồ từ lý ấy trong người nào chờ nó xoay mê xoay mê chi sờ bài đó rồi những cái này bên lời sờ bài mà dạng đấy nở của những cái này lỡ khoan khoai trở lỡ nữa khang đi đất lỡ riêng tụi tôi đã hơi sầm ập nơi khang đi một bốn kia thì dùng chọn những cái kìm châm cô châm chuột chấm bờ sầm ập cố lại khác cái châm đi hà hòm chiết tại sầm ập là thì tại nhiều máu cứ đại chân ấy cứ chạm bàn liền tại sầm ậpแต่ខ្ញុំអីអត់ទេគឺចំស្មៅធម្មជាតិអត់ប្រើចំណីទេព្រោះចំណីវាចុះលុយហើយណាមួយយើងចំច្រឡះណាពូជណាតែពេលអញ្ចឹងទៅគឺតែប្រើចំណីទៅវាអត់សូវល្អអញ្ចឹងមានតែប្រើស្មៅតែបើសម្រាប់នៅខាងកពតនេះកន្លែងខ្លះគឺអាចនិយាយបានថាពួកគាត់ប្រើចំណីហ្មងបងប្អូនគាត់ទិញមេយកមកដាក់ចំណីពេលដែលគ្រប់គីឡូគឺគាត់ដូចថាលក់ចេញជាលក្ខណៈថ្លឹងសាច់មេហ្នឹងគឺគាត់ដូចថាពួកគាត់អត់ចំជាទុកពោតទុកអីទេទុកពូទេអាហ្នឹងសម្រាប់នៅខាងពោតហើយខាងមុខនេះមានផ្លូវបាយជាពីរមួយទៅឆ្វេងហើយមួយទៅស្ដាំសម្រាប់គោដាវគឺទៅឆ្វេងគឺអត់ទៅស្ដាំទេបងប្អូនហើយនៅផ្ទះបងប្អូនយើងក៏មានហ្នឹងនេះតែមានតិចតួចណាមានតិចតួចទេសម្រាប់នៅម្ដុំនេះអីផ្ទះនេះអីចោលទេនេះផ្ទះនេះបងប្អូនប្រហែលជាបានឃើញហ្នឹងណាកាត់នេះគឺចោលលើនេះក៏មានអ្នកជីដែរណោះមានអ្នកជីច្រើនដែរសម្រាប់ក្រៀមភាសានៅកពតនេះពេលខ្លះបងប្អូនស្ដាប់ទៅអាចនឹងប្រហែលទទួលយកណាដោយសារតែពាក្យខ្លះមិនដូចបងប្អូនទេឧទាហរណ៍ថាចង្ងាយរៀងគឺថាចង្ងាយតិចអីចឹងណាបងប្អូនចង្ងាយតិចទួចម៉ែត្រអីចឹងគេហៅថាកាត់ឬក៏ចិត្តតែបើសម្រាប់ខេតផ្សេងគេអត់និយាយអញ្ចឹងទេការនិយាយគឺរៀងខុសគ្នាច្រើនហ្មងណាដែលបងប្អូនពេលខ្លះពិបាកក្នុងការស្ដាប់ដែរតែបងប្អូនព្យាយាមស្ដាប់ទៅតែយូរទៅយល់ហើយនោះខាងនោះតែបងប្អូនយើងដែរតែធ្វើទៅឡើងឆ្ងាយពីគេនោះធ្វើឡើងឆ្ងាយពីគេហើយគាត់កំពុងតែនេះគាត់កំពុងតែដកស្មៅនៅស្រែរបស់គាត់ហើយនោះមានផ្ទះមួយនេះកន្លែងនេះបងប្អូនតែកាមេរ៉ាខ្ញុំមើលអត់ដល់ទេវាឆ្ងាយពេកចឹងបងប្អូនប្រហែលជាខ្ទង់500ម៉ែត្រ500ម៉ែត្រមើលអត់ដល់ផងហើយផ្ទះបងប្អូនជើងនៅនេះដូចខ្ញុំនិយាយអញ្ចឹងបងប្អូនគឺច្រើនចំគោនោះខ្សែគោសម្រាប់បងប្អូនខ្លះគឺគាត់អត់ចេញទៅធ្វើការណាទេគឺគាត់ពេលខែភាសាអញ្ចឹងគឺគាត់ធ្វើស្រែហើយខែប្រាំងទៅគាត់អាចដើរស៊ីឈ្នួលគេអញ្ចឹងណាបងប្អូនគាត់តនេបេះស្វាយបេះអីអញ្ចឹងទៅបើសម្រាប់ផ្ទះនេះដូចជាអត់មានអ្នកនៅទេបងប្អូននេះអត់មានអ្នកនៅទេគឺនៅខាងនេះសម្បូរផ្ទះចោលច្រើនបងប្អូនដែលបងប្អូនយើងគឺគាត់ធ្វើប៉ុន្តែគាត់អត់នៅទេមិនដឹងថាគាត់ទៅនៅកន្លែងផ្សេងឬក៏យ៉ាងម៉េចគឺអត់ដឹងទេបងប្អូនហើយបើខាងនោះវិញខាងនោះគឺភ្នំបែរហ្នឹងក៏មានផ្ទះដែរតែគាត់ថាផ្ទះនៅនេះគឺអត់សូវច្រើនទេផ្ទះឆ្ងាយពីគ្នាខ្វាំងហ្មងណា
ហើយពីច្រើនសម្បូរជាងគេគឺដើមដូងបងប្អូនប្រហែលជាបានឃើញហើយហើយផ្ទះបងប្អូនទៅនោះធ្វើឡើងឆ្ងាយនោះឆ្ងាយតណាតណៃដែលគឺថាមើលអត់ឃើញទេបើស្អីយើងជិះតាមផ្លូវអីមើលអត់ឃើញទេឆ្ងាយពេកសម្រាប់អ្នកដូចថាលក្ខណៈដូចថាអត់ដែលមកតាមស្រែអីគឺអាចនឹងខ្លាចអាចនឹងអីចឹងទៅដោយសារតែតំបន់នេះគឺជាតំបន់មួយដែលវាដាច់ស្រយាលហើយនោះបងប្អូនមើលផ្ទះចង្អាយណានៃផ្ទះឡងឆ្ងាយពីគេពីឯងហ្មងណាសម្រាប់ផ្លូវនេះបើល្ងាចបន្តិចគឺស្ងាត់ខ្លាំងបន្ទាប់ពីដូចថាក្មេងៗចេញបរៀនមកគឺស្ងាត់ហ្មងសម្រាប់ផ្លូវនឹងអីហើយបើរៀងងងឹតបន្តិចខ្ញុំជឿជាក់ថាបងប្អូនប្រហែលជាមិនហ៊ានជិះតាមផ្លូវនេះទេគឺគួរឲ្យខ្លាចហ្មងណាវាដាច់សញ្ញាពេកដាច់សញ្ញាពេកផ្ទះនេះអីគាត់ចំគោច្រើនណាស់ហើយស្អាតទៀតគោគាត់ហើយមើលផ្ទះបងប្អូនយើងខាងនេះអីអត់មានមនុស្សទេបានអស់ហើយគាត់ទៅធ្វើការអស់ហើយសម្រាប់ខាងនោះអីដូចជាអត់ឃើញមនុស្សដែរបងប្អូនតែសម្រាប់នៅខាងកពតនេះផ្ទះបងប្អូនយើងគឺគាត់អត់សូវនេះប្រហែលទេអត់សូវដូចថាជួបនឹងគេហៅថាគ្រោះធម្មជាតិណាគឺអត់សូវទេព្រោះខែវស្សាភាគច្រើនបើតាមអ្វីដែលខ្ញុំចំណាំមកគឺអត់ដែលជន់ទេបងប្អូនទឹកច្រើនណាស់មួយឆ្នាំអីជន់តែម្ដងឬក៏ពីរដងទេប្រហែលឆ្នាំចុងក្រោយនេះបើពីមុនអាសាជន់ហើយបើនិយាយពីខ្យល់វិញដូចជាអត់ដែលទេបងប្អូនដោយសារនៅខាងនេះវាមានភ្នំធំដែលបាំងណានោះភ្នំខាងនោះអីវាបាំងខ្យល់ហើយបើខាងត្បូងនោះវិញភ្នំឡងធំខ្លាំងហ្មងដែលអត់ដែលមានកើតព្យុះកើតអីទេសម្រាប់នៅខាងទឹកដីកពតនេះបើតាមអ្វីដែលដូចថាខ្ញុំមើលកន្លងមកណាវាចូល30ឆ្នាំអីគឺខ្ញុំអត់ដែលជួបនឹងខ្យល់ទេខ្យល់លក្ខណៈដូចថាគួចផ្ទះគួចអីហ្នឹងគឺអត់ទេសម្រាប់បញ្ហាដែលខ្ញុំចំណាំឃើញកើតឡើងនៅខេត្តកពតច្រើនគឺបញ្ហាមួយបងប្អូនបញ្ហាបែកបាក់គ្រួសារគឺរៀងសម្បូរមែនតើសម្រាប់ប្រហែលឆ្នាំចុងក្រោយនេះពេលខ្លះទៅខឹងគ្នាតិចតួចអត់គិតដោះស្រាយទេគាត់អាងអីគាត់បែកបាក់ហើយដល់ពេលអញ្ចឹងទៅអ្នកដែលពិបាកនោះគឺមិនមែនពួកគាត់ទេគឺក្មេងៗដែលជាកូនរបស់គាត់ណាដែលធ្វើឲ្យពួកក្មេងៗគឺត្រូវកព្រាគឺខ្ញុំឃើញច្រើនមែនតើបងប្អូនអារឿងខ្លះគឺរឿងតិចតូចទេរឿងដែលតូចប៉ុន្តែគាត់ពីច្រើនគាត់អត់នាំគ្នាដោះស្រាយគាត់បែរជាដូចថាបញ្ចប់ដោយការបែកបាក់គ្នាវិញអាហ្នឹងសម្រាប់នៅខាងកពតអ្វីដែលខ្ញុំឃើញច្រើនខ្លាំងតែម្ដងបងប្អូនហើយឥឡូវយើងទៅខាងនេះគឺមានផ្ទះបងប្អូនជើងជាលក្ខណៈដូចថាគាត់លក់អីវ៉ាន់ចាប់ហួយហើយអ្នកបែបហ្នឹងគឺមានអ្នកមកទិញរហូតដែរសម្រាប់នៅខាងនេះទៅសម្បូរផ្ទះទិញសម្រាប់នៅខាងនេះបើនៅខាងនោះអីស្ងាត់តែម្ដងដោយសារតែនៅនេះមានសាលារៀនមានផ្សារមានអីចឹងទៅបងប្អូនសម្រាប់ភូមិនេះខាងមុខនេះសាលារៀនមានបឋមហើយនឹងអនុវិទ្យាល័យនេះគឺអនុវិទ្យាល័យហើយខាងមុខនោះមានផ្សារតូចមួយហើយខាងស្ដាំដៃខ្ញុំនេះគឺសាលាបឋមសិក្សាខាងមុខក៏មានអ្នកលក់រៀនច្រើនដែរក៏មិនទៅរៀនណាម្ដុំហ្នឹងហើយដែលមានដូចថាមនុស្សរៀនច្រើនហើយសម្រាប់ផ្សារនេះគឺមានលក់តែពេលព្រឹកហើយនិងពេលល្ងាចតែបើធម្មតាមកនេះអីគឺអត់មានទេអត់មានអ្នកលក់អត់មានអ្នកទិញមកទេតតែល្ងាចតិចបានចាប់ផ្ដើមមាន
ហើយលើមីក្រូខាងនោះមិនដឹងថាគេធ្វើអីគេនោះខាងនោះតែចាំបន្តិចត្រង់ថាអ្នកលក់ម្ដុំនេះកន្លែងក្បែរផ្លូវហ្នឹងដាក់សាសម្រាមញ៉ាំដែរបងប្អូនទៅពេលអញ្ចឹងទៅគាត់អត់ជួយថែរក្សាគ្នាទេគាត់ដាក់សាសម្រាមបែរកន្លែងផ្សារណាបែរកន្លែងផ្សារបើសម្រាប់ផ្លូវនេះវិញគឺមានអ្នកជិះតាមនឹងហេតុដែលគេជិះតាមនឹងច្រើនដោយសារតែផ្លូវហ្នឹងគឺទៅដល់ក្បែរកែបហ្មងបងប្អូនសម្រាប់ផ្លូវហ្នឹងសម្រាប់បងប្អូនដែលដូចថាជិះតាមផ្លូវឆេតលេខ3ជិះតាមផ្លូវឆេតលេខ3មកកាត់កំពង់ស្ពឺកាត់តាកែវអញ្ចឹងបងប្អូនអាចមកកាត់ឈូកមកត្រឹមបែកគូហ្នឹងបងប្អូនមកលេចត្រង់ណាហើយមកទៀតមកគឺផ្លូវហ្នឹងទៅកែបលឿនផុតផ្លូវហ្នឹងទៅគឺដល់ដូចថាក្បែរកែបហើយជិះតែបន្តិចទៀតគឺដល់ល្មមហើយបើសិនជាបងប្អូនមកតាមបែកគូហ្នឹងហើយមកលេចត្រង់រហូតដល់ទីរួមខេត្តកំពតតម្រាំឲ្យដល់កែបវាឆ្ងាយវាចំណាយពេលយូរទៀតណាចំណាយពេលយូរហើយសម្រាប់ដូចថាភូមិហ្នឹងបើសម្រាប់បងប្អូនយើងវិញភាគច្រើនគឺគាត់មានជីវភាពល្អច្រើនគាត់មានជីវភាពល្អច្រើនហើយពួកគាត់ភាគច្រើនអ្នកស្រែអ្នកចម្ការទៀតបងប្អូនប៉ុន្តែគាត់ថាគាត់បកែសន្សំបកែអីចឹងទៅអញ្ចឹងគាត់អាចធ្វើផ្ទះបានធំហើយបងប្អូនខ្លះក៏គាត់ទៅជប៉ុនទៅធ្វើការនៅកូរ៉េអីចឹងទៅគាត់ធ្វើ 4-5 ឆ្នាំអីទៅគាត់មកវិញគាត់ទិញដីគាត់ធ្វើផ្ទះអីចឹងទៅបងប្អូនហើយថ្ងៃនេះមេឃឡើងភ្លៀងហ្នឹងមេឃឡើងភ្លៀងមេឃភ្លៀងតាមពិតភ្លៀងតែយប់មិញយប់មិញភ្លៀងរហូតហើយឥឡូវចាប់ផ្ដើមភ្លៀងទៀតđấyសង្ស័យខ្ញុំជិះអត់ដល់នេះទេមើលទៅជិះអត់ដល់នំខាងនោះទេអាចនឹងភ្លៀងចូលវិញហើយយើងជិះកាត់ភ្លៀងតោះតែយើងមានអាវភ្លៀងតែអត់អីទេខ្ញុំមានអាវភ្លៀងតែបងប្អូនអាវភ្លៀងតែនៅក្នុងកែបម៉ូតូណោះអញ្ចឹងចាំដល់មុខចាំយើងពាក់អាវភ្លៀងគាត់ថាធ្លាក់ភ្លៀងភ្លាមបងប្អូនយើងនេះខាងនេះគឺគាត់ចាប់ផ្ដើមដកស្នាមវិញចាប់ផ្ដើមដកស្នាមដកខាងមុខគាត់ចាប់ដកមែនស្រូវអីគេហ្នឹងអីគាត់ថាភ្លៀងភ្លាមដកភ្លាមហ្មងចាអូឡើងស្នាមឡើងញឹកហ្មងចង់អ្នកមកផ្លូវនោះនេះមើលទៅនៅខាងខ្ញុំភាគច្រើនគឺអត់ទេគឺថាព្រោះយកហ្មងតែក៏នៅមានបងប្អូនយើងខ្លះគឺគាត់នៅស្ទូងនៅឡើយហើយនៅស្រែគាត់នេះហើយគាត់ធ្វើហើយអញ្ចឹងគឺចាប់ផ្ដើមដកស្នាមហើយស្ទូងបន្តទៀតដកស្នាមហើយស្ទូងស្រួលតាវាស្រួលមិនស្រួលទេពិបាកដែរវាច្រើនតង់ដែរតែមកស្រែនេះអីគាត់ដកមកល្ងាចអីហ្នឹងហើយអស់មើលនោះគាត់ឡើងនេះបោកវឹបតំណងនេះតាចាប់ផ្ដើមដកឲ្យគាត់ចាប់ផ្ដើមដកឲ្យហើយលៀងកាន់តែខ្លាំងទៅបងប្អូននៅខាងភូមិនេះណាចាប់ផ្ដើមខ្លាំងទៅមើលតាមផ្លូវឡើងសើមនេះសើមឈោកបើមកខាងនេះគឺចាប់ផ្ដើម
lên miền tè hay tè cứ tịch 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 hơi ọt miền nè đi tiệt tè khác cứ thử cháu là miền nè nơi thì chẳng đá và pi khác phơ hơi bài chuyện tới cứ từ nơi tè chu lấy chân từ đi hơi mơ tè này ấy bằng vốn mơ tè hả phơ hai lần xa ta ăn miền nè nơi thôi thì cháu bà đây này miền là bố miền ấy hơi tiệt à là bố lần xa trai nữa hàng một tè ấy miền đậm xoay miền ấy mà chọn ta ăn miền nè nơi thì phơ hai cháu hay nó nít đánh bị kê lần ngày tiền thằng này ấy một bốn hai chị khờ nhấy tại làm kê ngay miền đập té mui nè ổ đời chờ miền miền trung mon miền ấy lần mà cho tiền hơi bờ thì dễ bị internet mà đông ní bờ smart sim miền này bảo vốn bài khoái đôi chỉ to mà đông nó miền này và tái hô bị nâng tại pi cái lỗ lên miền bờ sầm map lớn cứ miền riêng trào cho nam đây sầm map lớn tạm té nào một vườn bờ cả trong đó tôi mà đông nó cứ toàn miền lớn đểแต่là cứ miền cục té hay tại còn là tha mà đông ní cứ ngang đây bỏ bom bồn trôi chân nơi lại u ó cứ nơi cả tiền mà đông ní ngang đưa ra tập tiền mùi muối hai tiền nữa anh đấy ấy đưa chủ trao ba đây ở miền này thì miền đập té tại ở miền mà lúc này hàng nó miền té mùi đây nữa anh nữa tại tổng mông tây bạn khơi cho bà mọi người ok hàng nó bạn khơi cho bà tại lên miền khơi nhận này đấy này ở miền này thì tiền tổng té nữa té nữa hàng nó nhà lấy xà đá khơi cố nó khơi cô cái cho ông bài thì cô nè bài nắng nó cho mà nữa và tái ăn miền này thì thằng nó cứ bậc cô miền bậc cô sẽ vá cho nó pi bằng một nô bậc cô sẽ vá phục đá tay bên thì dây pi sẽ vá với miền đa thì miền bậc cô pi chân mền tay còn là tha bị ớt đá internet đó nè cứ thì dễ tới chọc chân mà sao mà internet nhóm hiện là dễ thành chân bà bị phê đã đạn từ bố nhóm chi canh đang ấy đau xua là lại năng ấy té cứ tăng bị tranh vai chi máu cứ liên đờ mà sao mà sẽ vẽ mà đang thay với ca ấy vào một địa và cô và pan đây vậyสำหรับตอนนี้คือโจดอนภูมิทำไมจะได้มาบนคือทาสำหรับภูมิแต่ยังโทษเหมือนคือเวียเมียนเอาไปแต่สมบูรณ์ไปหมดแล้วนะđể bọn bốn khácคือก่อนออกบ้านหลอบเตียสนาสำหรับที่แต่งในแค่ในเต๋